ឈ្មោះឌីសុពលគាត់បានជំនួសវគ្គដំបូងនៅខេត្តបាត់ដំបងគាត់ជាអ្នកបាត់ដំបងគាត់មានអាយុ26ឆ្នាំសួស្តីអូន សួស្តីបង អូនឈ្មោះអី ឈ្មោះឌីសុពលបង ឌីសុពល បាទ ហើយរាល់ថ្ងៃហ្នឹងអូនធ្វើការងារអីឬក៏នៅរៀននៅរដ្ឋថ្ងៃខ្ញុំគឺជាកូនកសិករមួយរូបដែលរស់នៅក្នុងភូមិស្រីក្រោមហើយខ្ញុំបាទរស់នៅជាមួយឪពុកម្ដាយរាល់ថ្ងៃខ្ញុំជួយចិញ្ចឹមជ្រូកខ្ញុំធ្វើស្រែចម្ការខ្ញុំចិញ្ចឹមត្រីហើយនឹងចំណីពីការងារផ្សេងៗទៀតខ្ញុំទៅស៊ីឈ្នួលជួលព័ទ្ធគេដើម្បីយកប្រាក់កម្រៃនឹងមកជួយបំពេញនៅតម្រូវការជីវភាពគ្រួសាររបស់ខ្ញុំព្រោះខ្ញុំគឺជាកូនទី6ដែលរស់នៅជាមួយឪពុកម្ដាយហើយបងប្អូនរបស់ខ្ញុំក៏បែកគ្នាសារអស់ហើយស្រែលីម៉ែមកថ្ងៃខ្ញុំបាទមានក្តីសម័យចង់ខ្លាយជាតារាចម្រៀងមួយរូបដ៏ល្បីនៅក្នុងប្រទេសកម្ពុជាពីព្រោះខ្ញុំស្រឡាញ់ចម្រៀងតាំងពីតូចមកចូលចិត្តច្រៀងលេងតាមភូមិតាមផ្លូវតាមផ្ទះហើយបងប្អូនក៏តែងតែសរសើរខ្ញុំថាខ្ញុំច្រៀងព្រោះដូច្នេះហើយខ្ញុំក៏តាំងចិត្តមកចូលរួមប្រឡងក្នុងកម្មវិធី Cambodia Idol នេះ5អាត្មាគ្មានអ្នកណាត្អូញតែអរគុណច្រើនហើយអូនមានបងប្អូនប៉ុន្មានអ្នកមាន8នាក់8នាក់បាទអូហើយបងប្អូនទីប៉ុន្មានដែរកូនទី6ខ្ញុំកូនទី6ហ៎បាទអូខេចូលចិត្តសិល្បៈយូរហើយណាស្រឡាញ់តាំងពីតូចអញ្ចឹងធំឡើងក៏នៅតែស្រឡាញ់ណាបាទមកបាទធំឡើងក៏នៅស្រឡាញ់ចាស់ក៏នៅស្រឡាញ់ស្រឡាញ់មួយជីវិតបាទសិល្បៈអរគុណហើយរត់មានអីសួរបងអូនខ្ញុំដល់ពេលឃើញការស្រឡាញ់របស់គាត់ខ្លាំងអញ្ចឹងដូចអត់ចង់សួរអីច្រើនទេចង់ឃើញពីការបង្ហាញសមត្ថភាពរបស់គាត់ហ្មងបាទអូខេអូនអូនអ៊ូបងអើយអូននៅណានឹងបងស្រឡាញ់អូនអ៊ូម៉ាប់ណាមិនបាច់មានពូកដេកអោបអូនអ៊ូពេញដៃមិនបាច់មានពូកដេកអោបអូនអ៊ូពេញដៃស្រឡាញ់អ៊ូម៉ាប់ស្ទើរខ្សែមានចិត្តភក្តីស្នេហ៍តែបងអូនថត់មានម៉ាប់តែស្រីចំណាប់ការងារណាស់អូនថត់មានម៉ាប់តែស្រីចំណាប់ការងារណាស់ការងារក្រៅឬក្នុងផ្ទះអូនចេះគោរពចាស់ផងច្រោះយកអូនអ៊ូព្រោះតែអូនល្អណាស់ល្អច្រោះយកអូនអ៊ូព្រោះតែអូនល្អណាស់ល្អស្រីចេះយល់ស្គាល់ចិត្តបងស្រឡាញ់ត្រង់នឹងណាអូនអ៊ូមិនបាច់មានពូកដេកអោបអូនអ៊ូពេញដៃមិនបាច់មានពូកដេកអោបអូនអ៊ូពេញដៃស្រឡាញ់អ៊ូម៉ាប់ស្ទើរខ្សែមានចិត្តភក្តីស្នេហ៍តែបងស្រឡាញ់សាទពេកនាំតែទឹកភ្នែករៀងរាល់ថ្ងៃស្រឡាញ់សាទពេកនាំតែទឹកភ្នែករៀងរាល់ថ្ងៃយកដាំទឹកផឹកកើតអីជ្រឹកមិនបានគឺជាប់ហើយសង្សារគេសាទសុំដូរអូនអ៊ូមិនដូរឡើយសង្សារគេសាទសុំដូរអូនអ៊ូមិនដូរឡើយដោយសារខ្ញុំដាក់ចិត្តហើយយ៉ាម៉ាប់អូនអើយអូនអែមណាស់មិនបាច់មានពូកដេកអោបអូនអ៊ូពេញដៃមិនបាច់មានពូកដេកអោបអូនអ៊ូពេញដៃស្រឡាញ់អ៊ូម៉ាប់ស្ទើរខ្សែមានចិត្តភក្តីស្នេហ៍តែបងពេលរៀបការហើយមួយឆ្នាំបារម្ភតែមួយថ្ងៃពេលរៀបការហើយមួយឆ្នាំបារម្ភតែមួយថ្ងៃអ៊ូដេកកងបងស្ទើរខ្សែគឺថ្ងៃ8មីនាអូនម៉ាប់មាសបងយូមានម្ដងបងតិចទីអូនម៉ាប់មាសបងយូមានម្ដងបងតិចទីយុគនឹងបងវងវីព្រោះអូនមានធំបងចាញ់ហើយមិនបាច់មានពូកដេកអោបអូនអ៊ូពេញដៃមិនបាច់មានពូកដេកអោបអូនអ៊ូពេញដៃស្រឡាញ់អ៊ូម៉ាប់ស្ទើរខ្សែមានចិត្តភក្តីស្នេហ៍តែបងបាច់ផើពូគេដេកអោបអូនម៉ាប់អែមណាអូកាយពីការញ៉ែសាច់ខ្ញុំខ្ញុំចំណុចខ្សែរបស់ខ្ញុំមួយខ្ញុំត្រឡប់មើលខ្ញុំធ្វើតាមមិនមកបងមិនថាមកខ្ញុំពេលកាយពីការគាត់រੂពេកហ៎អូខ្ញុំបាក់ចកេះហ្មងមិញខ្ញុំឃើញគាត់មកឡើងសុភាពសបាយឡើងវត្តឡើង90ដូចការ៉េឥឡូវចេះសបាយឡើងអត់ស្ដាប់ភ្លេងទេឥឡូវចេះ
ខ្ញុំជឿថាមិនត្រឹមតែពួកយើង3នាក់ណាជឿទស្សនិកជននៅតាមគេដ្ឋានក៏គាត់ចង់ឃើញអីដែលប្លែកដែរនៅក្នុងម៉ោងហ្នឹងពេលហ្នឹងតែម្ដងតបញ៉ាចិត្តធ្វើបានល្អជាងនេះទៀតតើបងសូមផ្ដល់កិត្តិយសមួយកិត្តិយសឲ្យគេអូនចង់ឲ្យបងដូចថាឥឡូវចង់មិនចង់ឲ្យបងច្រៀងបទចម្រៀងមិញជាមួយគាត់មកបន្តិចចាឥឡូវបើសិនជាគាត់ឡើងទៅបកស្រាយជាមួយហ៊ានទេអូនហ៊ានបងហ៊ានអូបងតបមានអ្នកអារម្មណ៍3នាក់អីទៀតណាអ្នកអារម្មណ៍តែ2ក៏មិនបានអត់ទេឡើង3ហ្មងបងបានចូលឲ្យចាំឲ្យទៅអស់គ្នាមកកំដរបងអីបងហ៊ានឡើងច្រៀងរឿងអីខ្ញុំមិនហ៊ានរំអត់អីទេមិនអញ្ចឹងណាអត់អីសុបាយទេអស់គ្នាបានចង់បានបាត់អីក្រៅពីហ្នឹងក៏បានដែរបញ្ជួយក៏ខុសខាងគ្នាណាចាអូនណាបងស្រឡាញ់អូនអ៊ូម៉ាប់ណាមកមុខតិចមកយើងទូឯងមកមិនបាច់មានពុកដេកអោបអូនអ៊ូពេញដៃមិនបាច់មានពុកដេកអោបអូនអ៊ូពេញដៃស្រឡាញ់អ៊ូម៉ាប់ទើបខ្សែមានចិត្តភក្តីស្រែតែបងអូនថនមានម៉ាត់តែស្រីចំណាប់កាងារណាអូនថនមានអូខេហេមិនមានរំហ្នឹងមិនមិនអត់ឃើញបងមើលលេវរំតិចមើលឡើងបាយស្មាអូខេអូនហើយតោះមួយម៉ាត់ទៀតអេមិនខ្លាចអីមិនបាច់មានពុកដេកអោបអូនពេញដៃមិនបាច់មានពុកដេកអោបអូនពេញដៃស្រឡាញ់អូនម៉ាប់ទើខ្សែមានចិត្តភក្តីស្នេហ៍តែបងហេអូនធន់មានម៉ាត់តែស្រីចំណាប់ការងារណាអូនធន់មានម៉ាត់តែស្រីចំណាប់ការងារណាការងារក្រៅក្នុងផ្ទះអូនចេះគោរពចាស់ជ្រើសយកអូនអ៊ូព្រោះតែអូនល្អណាស់ល្អអូសบายកែមែន Yes កាយវិការរស់រវើករួមតាមមានឡើងចង់ថ្លោះចកេះខ្ញុំជាប់អញ្ចឹងអត់បានទេណាអូនបើតសៃយើងអត់ស្រួលទេជាប់មកពីនេះខ្ញុំរៀងឈឺតសៃឥឡូវរំឈឺវិញសមបាត់ហ្នឹងរៀងឈឺហើយរំទៅនឹងឈឺរស់រវើកប៉ុណ្ណឹងចូលតែមកតែអត់ឈឺទៀតអត់ឈឺញាក់សាច់ហើយយើងញាក់សាច់មែនហ្នឹងហើយដែរធ្លាប់ច្រៀងពេលមានកម្មវិធីមែនទេធ្លាប់ច្រៀងហ្នឹងមានទេបងអត់ដែរណាអត់ដែរឡើងឆាកអីច្រៀងឯបត់ហ្នឹងណាអត់ដែរអត់ហើយថ្ងៃនេះលើកទី1ហ្មងធ្លាប់ច្រៀងនៅពេលធ្វើការដាក់បាយជ្រូកដាក់អីចូលចិត្តច្រៀងបាត់ហ្នឹងបងមិត្តភក្តិមានសរសើរមានបាទមិត្តភក្តិសើចច្រើនហ្មងអញ្ចឹងហ៎អូខេជូនពរថ្ងៃនេះជូនពរឲ្យជាប់បាទជូនពរឲ្យជាប់អរគុណច្រើនដូចចង់ស្ដាប់ច្រៀងបទស្លួយអាចប្រហើស្លួយបន្តិចទេបទបងខ្លួនឯងចូលចិត្តបទបោះបងឲ្យមើលទៅសលេងហើយជាហ្នឹងហើយបទបោះបងហើយកុំថាតែបទបោះបងប្រតិបត្តិស្រឡាញ់100ហ្នឹងអត់ទេមើលទៅស្រឡាញ់ទៅបងប្រតិបត្តិហ្នឹងអត់ទេមើលទៅ style អីច្រៀងអីចេញមកឡើយស្រឡាញ់តាំងពីតូចបាទครับគាត់តែស្រឡាញ់មកតោះឥឡូវសុំមកឃ្លៀងបាច់វែងពេកទេខ្លាចហត់លាស្រុកលាស្រែលាម៉ែមកធ្វើការងារតាមគ្នាដើម្បីជីវភាពគ្រួសារបន់ទុកមួយខែ$40រស់នៅ4-5អាត្មាគ្មានអ្នកណាត្អូញតែចាបានបើបន្តទៀតអាចទៅលេងរួចតឹងចាប់តោតឹងទេយកលេងទុកមុនណាបាទអរគុណសម្រាប់ការបំពេញតាមសំណូមពរបាទបទស្លូក៏អែមណាមិញក៏ព្រោះដែរណាអត់មានអីខមមិនទេណាអត់មានអីខមមិនបងជប់ខមមិនបងនិយាយឥឡូវនេះបងជឿជាក់ថាសពលប្រកាសជាចង់ដឹងនៅលទ្ធផលមួយសម្រាប់ខ្លួនឯងនៅក្នុងថ្ងៃនេះណាអញ្ចឹងនៅក្នុងថ្ងៃនេះពួកបងទាំង4នាក់នឹងធ្វើការសម្រេចចិត្តឥឡូវចង់ឲ្យបងសម្បត្តិគាត់ធ្វើការសម្រេចចិត្តមុនគេបងសប្បាយចិត្តបាទនេះបងអត់ដឹងថាយ៉ាងម៉េចទេតែបងចូលចិត្តសម្រាប់បងគឺបងចូលចិត្តបងពេញចិត្តបាទតែអ្នកសើចអ្នកផ្ទះមើលអូនក៏គាត់សប្បាយចិត្តដែរហ្នឹងហើយអូខេ yes អរគុណ
បងចូលចិត្តសុពលបាទមានទាំងកាយវិការរស់រវើកបង្កើតភាពសប្បាយរីករាយហើយអ្វីដែលសំខាន់សម្លេងបងក៏មានដែរសម្លេងល្អក៏ប៉ុន្តែប្រយ័ត្នចង្វាក់តិចដូចបងសវណ្ណនិយាយអត់មានខមមិនលេងអត់មានសម្រាប់បងពេញចិត្តអរគុណ yes អរគុណទឹកខ្សែមានចិត្តភក្តីស្នេហ៍អេបងពេលរៀបការហើយមួយឆ្នាំបារម្ភតែមួយថ្ងៃពេលរៀបការហើយមួយឆ្នាំបារម្ភតែមួយថ្ងៃឧបដេកងបងស្ទើរខ្សែគឺថ្ងៃ8មីនាអូនម៉ាប់មាសបងយូមានម្ដងបងតិចទីអូនម៉ាប់មាសបងយូមានម្ដងបងតិចទីយប់នឹងបងវងវីព្រោះអូនមានធំបងចាញ់ហើយមិនបាច់មានពូកដេកអោបអូនឧបពេញដៃមិនបាច់មានពូកដេកអោបអូនឧបពេញដៃស្រឡាញ់ឧបម៉ាប់ស្ទើរខ្សែមានចិត្តភក្តីស្នេហ៍តែបងបាច់ថាពូកឯដេកអោបអូនម៉ាប់អេមណាអូកាយវិការញ៉ែសាច់ខ្ញុំខ្ញុំចំណុចខ្សែរបស់ខ្ញុំមួយខ្ញុំត្រឡប់មើលខ្ញុំធ្វើតាមមិនខ្មោចបងមិនថាមកខ្ញុំពេលកាយវិការគាត់រੂពេកចុះអូខ្ញុំបាក់ចកេះហ្មងមិញខ្ញុំពេលគាត់មកឡើងសុភាពសបាយឡើងវត្តឡើង90ដឺក្រេឥឡូវចេះសបាយឡើងអត់ស្ដាប់ភ្លេងទេឥឡូវចេះខ្ញុំជឿថាមិនត្រឹមតែពួកយើង3នាក់ឯណាជឿទេទស្សនិកជននៅតាមគេដ្ឋានក៏គាត់ចង់ឃើញអីដែលប្លែកដែរនៅក្នុងម៉ោងហ្នឹងពេលហ្នឹងតែម្ដងតបញ៉ាចិត្តធ្វើបានល្អជាងនេះទៀតតើបងសូមផ្ដល់កិត្តិយសមួយកិត្តិយសឲ្យគេអូនចង់ឲ្យបងដូចថាឥឡូវចង់មិនចង់ឲ្យបងច្រៀងបទចម្រៀងមិញជាមួយគាត់មកបន្តិចចាឥឡូវបើសិនជាគាត់ឡើងទៅបកស្រាយជាមួយហ៊ានទេអូនហ៊ានបងហ៊ានអូបងតបមានអ្នកអារម្មណ៍3នាក់អីទៀតណាអ្នកអារម្មណ៍តែ2ក៏មិនបានអត់ទេឡើង3អរគុណហើយរត់មានអីសួរបងអូនខ្ញុំដល់ពេលឃើញការស្រឡាញ់របស់គាត់ខ្លាំងអញ្ចឹងដូចអត់ចង់សួរអីច្រើនទេចង់ឃើញពីការបង្ហាញសមត្ថភាពរបស់គាត់ហ្មងបាទអូខេអូនអូនឧបបងអើយអូននៅណានឹងបងស្រឡាញ់អូនឧបម៉ាប់ណាមិនបាច់មានពូកដេកអោបអូនឧបពេញដៃមិនបាច់មានពូកដេកអោបអូនឧបពេញដៃស្រឡាញ់ឧបម៉ាប់ស្ទើរខ្សែមានចិត្តភក្តីស្នេហ៍តែបងអូនថត់មានម៉ាប់តែស្រីចំណាប់ការងារណាស់អូនថត់មានម៉ាប់តែស្រីចំណាប់ការងារណាស់ការងារក្រៅឬក្នុងផ្ទះអូនចេះគោរពចាស់ផងច្រោះយកអូនឧបព្រោះតែអូនល្អណាស់ល្អច្រោះយកអូនឧបព្រោះតែអូនល្អណាស់ល្អស្រីចេះយល់ស្គាល់ចិត្តបងស្រឡាញ់ត្រង់នឹងណាអូនមិនបាច់មានពូកដេកអោបអូនឧបពេញដៃមិនបាច់មានពូកដេកអោបអូនឧបពេញដៃស្រឡាញ់ឧបម៉ាប់ស្ទើរខ្សែមានចិត្តភក្តីស្នេហ៍តែបងស្រឡាញ់សាទពេកនោមតែទឹកភ្នែករៀងរាល់ថ្ងៃស្រឡាញ់សាទពេកនោមតែទឹកភ្នែករៀងរាល់ថ្ងៃយកដាំទឹកផឹកកើតអីជ្រឹកមិនបានគឺជាប់ហើយសង្សារគេសាទសុំដូរអូនឧបមិនដូរឡើយសង្សារគេសាទសុំដូរអូនឧបមិនដូរឡើយដោយសារខ្ញុំដាក់ចិត្តហើយយ៉ាម៉ាប់អូនអើយអូនអែមណាស់មិនបាច់មានពូកដេកអោបអូនឧបពេញដៃមិនបាច់មានពូកដេកអោបអូនឧបពេញដៃស្រឡាញ់ឧបម៉ាប់បានចូលឲ្យចាំឲ្យទៅអស់គ្នាមកកំដរបងអីបងហ៊ានឡើងជារឿងអីខ្ញុំមិនហ៊ានរំអត់អីទេមិនអញ្ចឹងណាអត់អីសុបាយចង់ឥឡូវចង់បានបាត់អីក្រៅពីហ្នឹងក៏បានដែរបញ្ជួយក៏ខុសខាងគ្នាណាចាអូននៅណាបងស្រឡាញ់អូនឧបម៉ាប់ណាមកមុខតិចមកយើងទូឯងមកមិនបាច់មានពូកដេកអោបអូនឧបពេញដៃមិនបាច់មានពូកដេកអោបអូនឧបពេញដៃស្រឡាញ់ឧបម៉ាប់ស្ទើរខ្សែមានចិត្តភក្តីស្រែតែបងអូនថត់មានម៉ាត់តែស្រីចំណាប់ការងារណាអូនថត់មាន
អូខេហេមិនមានរំហ្នឹងមិនមិនអត់ឃើញបើមើលលេវៗហ្នឹងតិចមើល អូខេអេមិនខ្លាចអីហេ មិនបាច់មានពុកដេកអោបអូនពេញដៃមិនបាច់មានពុកដេកអោបអូនពេញដៃស្រឡាញ់អូនម៉ាប់នោះស្ទើរខ្សែមានចិត្តភក្តីស្នេហ៍តែបង ហេអូនធន់មានម៉ាត់តែស្រីចំណាប់ការងារណាស់អូនធាត់មានម៉ាត់តែស្រីចំណាប់ការងារណាស់ការងារក្រៅក្នុងផ្ទះ អូនចេះគោរពចាស់ផងជ្រើសយកអូនឧបព្រោះតែអូនល្អណាស់ល្អ អូសบาย កែមែន Yes កាយវិការរស់រវើក រួមតាមមិនចង់ឆ្លោះចកេះ ខ្ញុំជាប់ ឈ្មោះឌីសុពលគាត់បានជំនួសវគ្គដំបូងនៅខេត្តបាត់ដំបងគាត់ជាអ្នកបាត់ដំបងគាត់មានអាយុ26ឆ្នាំ សួស្តីអូន សួស្តីបង អូនឈ្មោះអី ឈ្មោះឌីសុពលបង ឌីសុពល សុពល ហើយរាល់ថ្ងៃហ្នឹងអូនធ្វើការងារអីឬក៏នៅរៀននៅ រាល់ថ្ងៃខ្ញុំគឺជាកូនកសិករមួយរូបដែលរស់នៅក្នុងភូមិស្រីក្រោមហើយខ្ញុំបាទរស់នៅជាមួយឪពុកម្ដាយរាល់ថ្ងៃខ្ញុំជួយចិញ្ចឹមជ្រូកខ្ញុំធ្វើស្រែចម្ការខ្ញុំចិញ្ចឹមត្រីហើយនឹងចំណីពីការងារផ្សេងៗទៀតខ្ញុំទៅស៊ីឈ្នួលជួលព័ទ្ធគេដើម្បីយកប្រាក់កម្រៃនឹងមកជួយបំពេញនៅតម្រូវការជីវភាពគ្រួសាររបស់ខ្ញុំព្រោះខ្ញុំគឺជាកូនទី6ដែលរស់នៅជាមួយឪពុកម្ដាយហើយបងប្អូនរបស់ខ្ញុំក៏បែកគ្នាសារអស់ហើយ ស្រែលីម៉ែម មក ក ថ្ងៃខ្ញុំបាទមានក្តីសម័យចង់ក្លាយជាតារាចម្រៀងមួយរូបដ៏ល្បីនៅក្នុងប្រទេសកម្ពុជាពីព្រោះខ្ញុំស្រឡាញ់ចម្រៀងតាំងពីតូចមកចូលចិត្តច្រៀងលេងតាមភូមិតាមផ្លូវតាមផ្ទះហើយបងប្អូនក៏តែងតែសរសើរខ្ញុំថាខ្ញុំច្រៀងព្រោះដូច្នេះហើយខ្ញុំក៏តាំងចិត្តមកចូលរួមប្រឡងក្នុងកម្មវិធី Candy Idol នេះ 4-5អាត្មាគ្មានអ្នកណាត្អូញតែ អរគុណច្រើនហើយអូនមានបងប្អូនម្នាក់ មាន8នាក់ 8នាក់ បាទ អូហើយបងប្អូនទីប៉ុន្មានដែរ កូនទី6ខ្ញុំ កូនទី6ហ៎ បាទ អូខេចូលចិត្តសិល្បៈយូរហើយណា ស្រឡាញ់តាំងពីតូច អញ្ចឹងធំឡើងក៏នៅតែស្រឡាញ់ណាបាត់មក បាទធំឡើងក៏នៅស្រឡាញ់ចាស់ក៏នៅស្រឡាញ់ស្រឡាញ់មួយជីវិតបាទសិល្បៈ អញ្ចឹងអត់បានទេណាអូនបើតសៃយើងអត់ស្រួលទេជាប់មកពីនេះ ខ្ញុំរៀងឈឺទៅសៃឥឡូវ មិនចឹង ឈឺវិញ សមបាត់នោះរៀងឈឺទៅហើយរំទៅ រត់នេះវិញនឹងឈឺរស់រវើកប៉ុណ្ណឹងចូលតែមកតែអត់ឈឺ អូ ទៀត អត់ឈឺ ញាក់សាច់ ហើយជាញាក់សាច់មែនទេ ហើយដែរធ្លាប់ច្រៀងពេលមានកម្មវិធីមែនទេធ្លាប់ច្រៀងឯង អ មាន ត់ ទេ បងអត់ដែរ អត់ដែរណាអត់ដែរឡើងឆាកអីច្រៀងឯងបត់ហ្នឹងឯណា អត់ដែរបង អត់ហើយថ្ងៃនេះលើកទី1ហ្មង ធ្លាប់ច្រៀងនៅពេលធ្វើការដាក់បាយជ្រូកដាក់អីចូលចិត្តច្រៀងបាត់នឹងបង មិត្តភក្តិមានសរសើរមាន បាទមិត្តភក្តិសើចច្រើនហ្មង អញ្ចឹងហ៎អូខេជូនពរថ្ងៃនេះជូនពរឲ្យជាប់បាទជូនពរឲ្យជាប់ ច្រើន អរគុណច្រើន ដូចចង់ស្ដាប់ច្រៀងបត់ស្លួយអាចប្រហើស្លួយបន្តិចទេបត់បោះខ្លួនឯងចូលចិត្តបត់បោះបងឯងមើលទៅសលេងហើយជាហ្នឹងហើយបត់បោះបង ហើយកុំថាតែបត់បោះបង បងប្រតិបត្តិស្រឡាញ់100 ហ្នឹងអត់ទេមើលទៅអត់ទេមើលទៅ ស្រឡាញ់ទៅបងប្រតិបត្តិ ហ្នឹងអត់ទេមើលទៅ style អីច្រៀងអីចេញមកឡើយ ពីស្រឡាញ់តាំងពីតូច បាទครับប្រភេទតែស្រឡាញ់មក តោះឥឡូវសុំមកឃ្លៀងបាច់វែងពេកទេខ្លាចហត់ណា លាស្រុកលាស្រែលាម៉ែមកធ្វើការងារតាមគ្នាដើម្បីជីវភាពគ្រួសារបន់ទុកមួយខែ$40រស់នៅ4-5អាត្មាគ្មានអ្នកណាត្អូញតែ អូចាបានបើបន្តទៀតអាចទៅលេងរួចព្រឹកតឹង ចាប់តោងតឹងតិច ចាចាំយើងលើ បាទអរគុណសម្រាប់